អូខេតោះចឹងនៅក្នុងវីដេអូនេះយើងនឹងសិក្សាអំពីរូបមន្ត average ទាំងអស់តែម្ដងហើយមាន average average A average if ហើយនិង if មាន s ចឹងដូចគ្នាយើងដឹងហើយ average គឺជាមធ្យមភាពរកមធ្យមភាពដូច count ដែរអ្នកគ្នាយើងមាន count A count if មាន f ណាចឹងដូចគ្នាទេណា average គឺយើងរកមធ្យមភាពជាលេខហើយ average A នេះគឺជាមធ្យមភាពដែលយើងរកបានមានន័យថាវាគណនាទាំងអក្សររាប់ទាំងអក្សរហើយនឹងនិមិត្តសញ្ញាមធ្យមភាពមានលក្ខខណ្ឌហើយនឹងមានលក្ខខណ្ឌច្រើនណា average if មាន n នេះគឺមានលក្ខខណ្ឌច្រើនអញ្ចឹងយើងទៅមើលឧទាហរណ៍ផ្ទាល់ឧទាហរណ៍ផ្ទាល់នេះគឺជាលំហាត់ឧទាហរណ៍ដែលដូចជាធ្លាប់ធ្វើពីមុនមកហើយណារបៀបគណនាមធ្យមបន្ទុសរុប sorry ចេះតែចុះបន្ទុសរុបមធ្យមភាព average ហ្នឹងហើយនឹង result លទ្ធផលអីហ្នឹងដែលយើងធ្លាប់ធ្វើពីមុនមកហើយតែវីដេអូនេះខ្ញុំផ្ដោតតែលើរូបមន្ត average ទេអញ្ចឹងខ្ញុំឥឡូវខ្ញុំបង្កើត sheet ទី3ទៀតដើម្បីឧទាហរណ៍ហើយខ្ញុំបង្កើត2ទៀតចឹងណាចានេះខ្ញុំដាក់នេះខ្ញុំលុបចោលសិនព្រោះនេះជាប់អាចាស់អញ្ចឹងឥឡូវខ្ញុំដាក់នេះ average ខ្ញុំដាក់ចេះចោះអូខេអានេះនេះ average A ណាអូខេចឹងចោះតោះអញ្ចឹងយើងនឹងមើលពីលក្ខណៈរបស់វាថាពេលដែលយើងប្រើទៅវាមិនអញ្ចឹង average simple ធម្មតានេះគឺយើងយកបន្ទុសរុបចែកឲ្យចំនួននេះទៅហ្នឹងគឺយើងរក average ធម្មតាមានន័យថាយើងយកបន្ទុនេះចំនួនបន្ទុទាំងអស់បាទចែកនឹងចំនួននៃមុខវិជ្ជាហ្នឹងទៅណាចំមុខវិជ្ជារបស់យើងមាន1 2បាទ3 4 5បាទតោះចុះយើងចែកមកអូខេអញ្ចឹងស្មើយើងយកបន្ទុសរុបទាំងអស់ចឹងនេះយើង total យើងសរុបហើយចឹងយើង select លើវាមកហើយយើងចែកមកទៅចែកនឹងប្រមាណមិញ5តើ5ឬក៏6អូខេ5អញ្ចឹងយើងចែកនឹង5បាទចែកនឹង5យើង enter មកចានេះគឺរបៀបចែកធម្មតាអញ្ចឹងយើងឃើញចំណុចកណ្ដាលរបស់វាហើយចំណុចកណ្ដាលមានន័យថានេះបន្ទុករបស់យើងទាំងអស់ហ្នឹងនៅចំណុចកណ្ដាលនៃពី10តូចជាងគេ10អញ្ចឹងពីបន្ទុកដែលតូចជាងគេបំផុតរហូតដល់បន្ទុកធំជាងគេបំផុត20ណា10 14 18 16 20អញ្ចឹងតូចបំផុត10ធំជាងគេ20អញ្ចឹងចន្លោះបន្ទុករបស់គាត់ពី10រហូតដល់20ហ្នឹងចំណុចកណ្ដាលប្រមាណគឺ15ចុចតិចតួចអូខេតមកទៀតបើយើងប្រើរូបមន្ត average ជារូបមន្តគឺយើងវាយសញ្ញាស្មើមកយើងវាយពី average អូខេនេះ average អញ្ចឹងគ្នាយើងឃើញនេះ average A average if ហើយនិង average if មាន f អញ្ចឹងយើងយក average អានេះយើង select ទាំងអស់ណា select ទាំងអស់យើងអត់មានចែកអីទៀតទេ select ទាំងអស់ហើយយើងទិន្នន័យមុខវិជ្ជាយើងមានប្រមាណយើង select ប៉ុណ្្នឹងមកបាទហើយយើងបិទមុខកញ្ចក់យើង enter អញ្ចឹងចម្លើយអ្នកគ្នាឃើញដូចគ្នាអញ្ចឹងដូចជាមិនអីទេណាអញ្ចឹងយើងចាប់ទាញមកតបមក average A បាទចុះយើងឲ្យសញ្ញាស្មើនេះ average A ទី2ណាបាទយើង select មកយើងធ្វើដូចមិញអញ្ចឹងណានេះចឹងបាទយើងធ្វើដូចមិញហ្នឹងហើយយើងបិទមុខកញ្ចក់មក enter មកអូខេអញ្ចឹងចម្លើយទាំង3ហ្នឹងគឺដូចគ្នាទាំង3ដូចជាមានអីខុសគ្នាទេបាទខុសគ្រាន់តែចេះគឺឧទាហរណ៍ថាឥឡូវកន្លែងនេះខ្ញុំដូរដាក់អក្សរខ្ញុំដាក់ A ចេះចុះគេនេះអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាពេលដែលខ្ញុំដាក់ A ចូលគ្នាយើងនឹងឃើញទិន្នន័យមួយនេះគឺប្រែប្រួលនេះ simple ហើយនឹង average ហ្នឹងគឺប្រែប្រួលតែអានេះអត់ប្រែប្រួលទេវានៅដដែលណាអញ្ចឹងមានន័យថាដោយសារតែនៅពេលដែលយើងដាក់អក្សរចូលទៅអានេះគឺវាមធ្យមភាពគឺវាគណនាតែលេខទេនេះលេខមានប៉ុណ្ណឹងយើងយកបន្ទុកសរុបនៃប៉ុណ្ណឹងមកហើយចែកនឹងចំនួនទៅឥឡូវនេះ1 2 3 4បាទអញ្ចឹងវាយក4ហ្នឹងបាទយក4ហ្នឹងហើយចែកនឹងបូកចូលគ្នាហើយចែកនឹង4វាអត់ចែកនឹង5ទេណាព្រោះអានេះវាជាអក្សរអញ្ចឹងវាអត់ចែកទេអញ្ចឹងហើយបានជាយើងឃើញបន្ទុកវានៅដដែលបាទឬក៏អាចគេហៅថាលំអៀងតិចតួចប៉ុន្តែ average A នេះគឺឃើញបន្ទុកហ្នឹងគឺខុសពីមុនតែម្ដងគឺដោយសារតែទោះជាអ្នកទាំងអស់គ្នាដាក់អក្សរ A ហ្នឹងចូលក៏ដោយ
ក៏វានៅតែបូកបន្ទុកសរុបបាទបូកបន្ទុកសរុបប៉ុណ្ណឹងហើយចែកនឹង5ដដែលណាដោយសារតែប្រឡោះទាំងអស់នេះដែលយើងស្រេចមិញមាន5អញ្ចឹងវាចែកទាំង5ដោយសារតែវាចែក5អញ្ចឹងហើយបានធ្វើឲ្យបន្ទុករបស់វាគឺមានការប្រែប្រួលខ្លាំងណាហើយនេះដូចគ្នាវាគឺចែកនឹង5ដូចគ្នាគឺយើងនៅដាក់លេខ5ដដែលទេអញ្ចឹងរូបមន្ត average គឺមានន័យអញ្ចឹងឯងអញ្ចឹងហើយគឺនៅពេលដែលអ្នកទាំងអស់គ្នាប្រើរូបមន្ត average ក្នុងករណីបើសិនជាយើងមានអក្សរទាំងអស់គឺយើងហើយអក្សរលេខបើយើងមានលេខទាំងអស់គឺយើងប្រើរូបមន្ត average តែបើសិនជាគ្នាយើងនៅក្នុងទិន្នន័យហ្នឹងអាចមាននិមិត្តសញ្ញាបើថាដាក់សញ្ញាអីផ្សេងក្នុងនឹងថាដាក់សញ្ញាដកចេះចោះណាអញ្ចឹងដាក់សញ្ញាដកឬក៏ជាអក្សរណាឲ្យតែជាអក្សរឲ្យតែជាអក្សរគឺអ្នកទាំងអស់គ្នាត្រូវតែប្រើរូបមន្ត average a វិញណាឬក៏យើងយកបន្ទុកសរុបចែកឲ្យចំនួនមុខវិជ្ជាហ្នឹងទៅណាគឺត្រឹមត្រូវហើយអូខេឧទាហរណ៍ average របស់យើងមិញមានប៉ុណ្ណឹងហើយនៅយើងនៅសល់រូបមន្ត average 2ទៀតគឺ average if ហើយនឹង if s រូបមន្ត f វាមានច្រើនលក្ខខណ្ឌអញ្ចឹងព្រោះដោយសារតែរូបមន្ត if និង if មាន s ហ្នឹងវាមានលក្ខណៈខុសពីរូបមន្ត average និង average ធម្មតាអញ្ចឹងខ្ញុំឧទាហរណ៍ទៅលើទិន្នន័យមួយទៀតខុសនោះគឺដោយសារតែ if និង if មាន s នេះគឺវាត្រូវការទិន្នន័យ rank គឺជាជួសឈរអញ្ចឹងហ្នឹងហើយអញ្ចឹងក៏យើងឧទាហរណ៍លំហាត់មួយផ្សេងទៀតអញ្ចឹងយើងមាន ID ហើយយើងមានឈ្មោះអ្នកលក់នៅកន្លែងនេះហើយ item គឺផលិតផលដែលគាត់លក់មានន័យថាលក់ដោយអ្នកណាគេណាចូលទៅថាអ្នកផលិតផលនេះលក់ដាច់កុំព្យូទ័រនេះគឺលក់ដោយអ្នកលក់ឈ្មោះថាវិរៈអញ្ចឹងទៅលក់ដាច់អស់ប្រមាណអីចឹងទៅណាអញ្ចឹង average if នេះមានន័យថារលក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌឧទាហរណ៍ថាគេចង់ដឹងថាតើ average ឈ្មោះវិរៈនេះតើគាត់រលក់កុំព្យូទ័រហ្នឹងបានគាត់ជាមធ្យមភាពប្រមាណមានន័យចឹងណានិយាយអញ្ចឹងអ្នកគាត់ធ្លាប់លក់នេះបាន20នេះគាត់ទៀតបាន14វិរៈបាន10ហ្នឹងហើយអញ្ចឹងបូកចូលគ្នាទៅគាត់ជាមធ្យមភាពបានប្រមាណអញ្ចឹងប្រើរូបមន្ត average if គឺស្មើ average ហើយយើងចូល average if មក have អញ្ចឹងពេលយើងកណនីរូបមន្ត average if នេះគឺយើងត្រូវចេះមើលនេះ note នៅខាងក្រោមនេះណាគឺយើងយល់អាហ្នឹងទៅគឺកណនីអត់ចេះខុសទេណាឧទាហរណ៍ rank ស្អីទៅជា rank អញ្ចឹង rank គឺជាឈ្មោះទិន្នន័យដែលយើងចង់ដាក់លក្ខខណ្ឌគឺយើងចង់រកឈ្មោះវិរៈនេះអញ្ចឹងយើងត្រូវ select លើទិន្នន័យហ្នឹងឯងហ្នឹងហើយគេហៅថា rank ណាយេតបមកក្បៀសយើងមើល criteria នេះគឺលក្ខខណ្ឌយើងចង់រកនរណាគេលក្ខខណ្ឌរបស់យើងមានឈ្មោះវិរៈចិន្តារតនាណាអញ្ចឹងលក្ខខណ្ឌរបស់យើងគឺយើងចង់រកអ្នកលក់ឈ្មោះវិរៈអញ្ចឹងយើង select លើវិរៈមកឬក៏កន្លែងនេះយើងអាចយើងដឹងហើយយើងបើកថ្មីកណ្ដុរមកហើយយើងសរសេរឈ្មោះវិរៈនឹងចូលក៏បានដែរណាបាទហើយយើងក្បៀសទៀតបន្ទាប់មកគឺ average rank គឺជាជួរតម្លៃដែលយើងត្រូវកណនាមធ្យមភាពនឹងឯងគឺយើងចង់កណនានេះចំនួននេះណាចំនួនរបស់វិរៈដែលលក់នឹងអញ្ចឹងយើង select ទាំងអស់មកអូខេហើយយើងបិទមុខកញ្ចក់ទៅប៉ុណ្្នឹងឯងណាហើយយើង enter ទៅអញ្ចឹងចម្លើយយើងនឹងឃើញនេះជាមធ្យមភាពរបស់គាត់ណានេះគាត់លក់លើកទី1បាន20 item គាត់លក់លើកទី2បាន14 item គាត់លក់លើកទី3នេះបាន10 item អញ្ចឹង10បូក20ណាបូក14ហ្នឹងមកអញ្ចឹងចែកជា3ទៅគាត់គឺនឹងឃើញមធ្យមភាពកណ្ដាលហ្នឹងឯងអញ្ចឹងតើនេះគ្នាយើងកន្លែងហ្នឹងបាទតោះចុះរូបមន្តចុងក្រោយគឺ average if មធ្យមភាពមានលក្ខខណ្ឌច្រើនអញ្ចឹងយកអីមកស្មើ average if មានលក្ខខណ្ឌច្រើនហើយយើង tab អូខេកន្លែងនេះគ្នាយើងមើលកន្លែងកំណត់ចំណាំដែលគេដាក់ឲ្យយើងគ្នាយើងគឺគ្នាយើងឃើញ average rank អញ្ចឹង average rank នេះគឺទិន្នន័យដែលយើងចង់កណនាជាមធ្យមភាពនឹងសិនអញ្ចឹងគឺយើងត្រូវ select ដល់នេះមុនណាបាទ select មកតបមកយើងក្បៀសតបមកបាន criteria rank បានទិន្នន័យដែលយើងចង់ដាក់លក្ខខណ្ឌដាក់លក្ខខណ្ឌវាហើយទិន្នន័យគិតជាមធ្យមភាពហ្នឹងនេះទិន្នន័យដែលយើងត្រូវដាក់លក្ខខណ្ឌអញ្ចឹងយើង select មកដូចមិញមកណាបាទ select មកយើងចង់រកទិន្នន័យគឺយើងដាក់លក្ខខណ្ឌរកអ្នកលក់ឈ្មោះវិរៈអូខេតមកនេះលក្ខខណ្ឌទី2អញ្ចឹងយើងក្បៀសមកបាទក្បៀសហើយយើងរកលក្ខខណ្ឌទី2លក្ខខណ្ឌទី3លក្ខខណ្ឌទី4រហូតចឹងទៅបើយើងមានតណា
ហ្នឹងហើយអញ្ចឹងលក្ខខណ្ឌទី2ខ្ញុំចង់រកឈ្មោះវីរៈបាទដែលគាត់លក់កុំព្យូទ័របាទអញ្ចឹងយើង select លើទិន្នន័យទី2បាទ select លើទិន្នន័យទី2ហើយលក្ខខណ្ឌគឺចង់រកកុំព្យូទ័រហើយឬក៏លក្ខខណ្ឌចង់រកអីផ្សេងអញ្ចឹងទៅតែឧទាហរណ៍នេះខ្ញុំរកកុំព្យូទ័រដោយសារតែវីរៈមានលក់កុំព្យូទ័រនេះវីរៈកុំព្យូទ័រវីរៈកុំព្យូទ័រអញ្ចឹងណាហ្នឹងហើយឧទាហរណ៍ថាបើសិនជាយើងយកចិន្តានេះប៉ុន្តែអាផ្សេងទៀតមានតែមួយហ្នឹងអញ្ចឹងចម្លើយវាឃើញតែមួយហ្នឹងទេតែបើសិនជានេះដោយសារខ្ញុំឃើញមានកុំព្យូទ័រកន្លែងនេះអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំយកហ្នឹងទៅបាទអញ្ចឹងយើងក្បៀសមកហើយយើងដាក់លក្ខខណ្ឌគឺកុំព្យូទ័រអញ្ចឹងប៉ុណ្ណឹងណាបាទអញ្ចឹងលក្ខខណ្ឌទី1គឺវីរៈទី2ក៏លក់កុំព្យូទ័រអញ្ចឹងយើងទៅមើលតើមធ្យមភាគបានប្រមាណហើយយើង enter មកអញ្ចឹងចំណោទជាមធ្យមភាគឃើញ15កន្លែងនេះគឺដោយសារតែ2លក្ខខណ្ឌអញ្ចឹងមានន័យថាអញ្ចេះអញ្ចឹងមានន័យថានេះវីរៈដែលគាត់លក់កុំព្យូទ័រហ្នឹងបាទ1នេះវីរៈកុំព្យូទ័រហ្នឹង1ហើយវីរៈមួយទៀតតែនេះមិនកុំព្យូទ័រទេអញ្ចឹងអានេះវាអត់រត់ទេនេះវីរៈកុំព្យូទ័រគឺនៅខាងក្រោមនេះមួយទៀតតោះនេះអញ្ចឹងមាន2ហ្នឹងនេះ1 2អញ្ចឹងគឺយកនេះ10ហើយនឹង20ហើយនឹង10នេះបូកចូលគ្នាទៅហើយចែកជា2ទៅបាទអញ្ចឹងមធ្យមភាគគឺ15នេះអញ្ចឹងបាទគឺវារត់តែ2ហ្នឹងទេនេះគឺវាអត់ទេដោយសារតែលក្ខខណ្ឌមិនមែនកុំព្យូទ័រណា